បាទសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទចង់បង្ហាញពីเพลงក្មួយដៃជះណាសម្រាប់លៀបឬត្រាំវត្ថុស័ក្តិសិទ្ធិវត្ថុមង្គលណាបាទវត្ថុស័ក្តិសិទ្ធិវត្ថុមង្គលយើងមានដូចជាចកោមខ្លាណាចែកកាច់បាទតេតូននឹងភ្លុកតមីព្រះអង្គភ្លុកណាបាទតេតូនខ្នាយជ្រូកបាទមានជុំកន្លងមានអីណាហើយនឹងតេតូននឹងប្រភេទឈើមានព្រះអង្គឈើមានបញ្ញាក្អែកមានអាស័យនាងពួនអីណាតេតូននឹងវត្ថុស័ក្តិសិទ្ធិវត្ថុមង្គលយើងបាទថ្ងៃនេះខ្ញុំចង់បង្ហាញពីព្រេងកមួនដែលជះហ្នឹងគឺជាបាទព្រេងកមួនដើម្បីលៀបទៅដល់វត្ថុស័ក្តិសិទ្ធិវត្ថុមង្គលយើងទាំងអស់ហ្នឹងណានឹងហើយមានដូចជាកោមខ្លាចែកកាច់ព្រះអង្គភ្លុកបាទប្រភេទខ្នាយជ្រូកនាងពួនប្រភេទឈើប្រភេទបញ្ញាអាចប្រភេទអាស័យទាំងអស់ហ្នឹងណាសម្រាប់លៀបបាទដើម្បីជាចំណីចក្ខុដល់វត្ថុស័ក្តិសិទ្ធិវត្ថុមង្គលរបស់យើងណាបាទឲ្យវាមានសំណើមឲ្យវាចូលជាតិព្រេងជាតិកមួនជាតិប្រទាលណាឲ្យរបស់យើងរឹតតែខ្លាំងរឹតតែប្រកែបាទព្រោះព្រេងកមួនដែលជាហ្នឹងសម្រាប់លៀបណាឬត្រាំវត្ថុស័ក្តិសិទ្ធិវត្ថុមង្គលទាំងអស់ហ្នឹងបាទដើម្បីឲ្យវាមានសំណើមណាឲ្យរបស់យើងវាតែខ្លាំងតែប្រកែបាទត្រាំវត្ថុស័ក្តិសិទ្ធិវត្ថុមង្គលយើងស្រឡាញ់គោរពហ្នឹងគឺចូលល្អបងប្អូនណាបាទเพลงកមួនទាំងអស់ហ្នឹងខ្ញុំស្លឡើងដោយដៃខ្ញុំផ្ទាល់បងប្អូនណារូបមន្តធម្មជាតិខ្មែរយើងពិតបងប្អូនណាអត់មានយកមកពីថៃបាទយកមកពីវៀតណាមអីទេបងប្អូនណាខ្ញុំស្លឡើងដោយដៃខ្ញុំផ្ទាល់ណាខ្ញុំជីវចូល10ឆ្នាំអីเพลงកមួនហ្នឹងណាបាទរូបមន្តខ្មែរយើងបាទធម្មជាតិពិត 100% បងប្អូនណាហ្នឹងហើយលាវត្ថុស័ក្តិសិទ្ធិវត្ថុមង្គលយើងហើយព្រេងខ្ញុំវាមានចេញពណ៌ហើយនឹងអត់ចេញពណ៌បងប្អូនណាហ្នឹងហើយខ្ញុំចង់និយាយតែពីព្រេងនេះណាក្នុងវីដេអូហ្នឹងហើយកមួននៅវីដេអូក្រោយទៀតបងប្អូនណាហ្នឹងហើយវាមានព្រេងវាមានកមួនបាទយើងលាបបានដូចគ្នាបងប្អូនណាព្រេងកមួនដែលជះបាទសម្រាប់លាបវត្ថុស័ក្តិសិទ្ធិវត្ថុមង្គលយើងណាបាទហើយហ្នឹងហើយដើម្បីជាចំណីចក្ខុដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ហ្នឹងឲ្យវាមានសំណើមណាឲ្យវាចូលជាតិព្រេងជាតិកមួនឲ្យដល់របស់យើងតែខ្លាំងតែប្រកែអត់មានតែជះណាបាទឈ្នះអមេសត្រូវតេតូននឹងកមួនវិញខ្ញុំឆ្លងម្ដងចូល200ខ្លងបាទខ្ញុំឆ្លងម្ដងច្រើនណាព្រេងកមួនខ្ញុំដោយសារបងប្អូនយើងគាត់ជាវច្រើនណាខ្ញុំជាយូរហើយបងប្អូនយើងគាត់យកទៅប្រើតេតូននឹងបាទតេតូននឹងព្រះសង្ឃហើយនឹងគ្រូខ្លះគាត់ជាវរបស់ខ្ញុំយកទៅបាទលៀបយកទៅត្រាំយកទៅឲ្យកូនសិស្សគាត់បន្តដែរបងប្អូនណាហ្នឹងហើយបើបងប្អូនចង់ជីវចែកជាវអាចតាក់ទងតាមរយៈលេខទូរស័ព្ទខ្ញុំនៅលើវីដេអូហ្នឹងបានណាហ្នឹងហើយចឹងសូមអរគុណសូមជំរាបលាប៉ុណ្ណឹងចាស់បាទមានកាយអាចតាក់ទងតាមលេខទូរស័ព្ទហ្នឹងឬឆាតតាម page ហ្នឹងបងប្អូនណាអរគុណច្រើនបាទជំរាបលា